ជម្រាបសួរបងប្អូនទាំងអស់គ្នាបាទស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំបាទថ្ងៃនេះគឺចង់បង្ហាញបងប្អូនអំពីស្ដែកក្រហមស្ដែកអង្គុយស្ដែកក្រហមឥឡូវវាចាប់ផ្ដើមអោយផលអោយផ្លែហើយរយៈពេលវា2ខែរយៈពេល2ខែហើយដោយសារតែតំបន់នេះគឺតំបន់ដីខ្សាច់ប៉ុន្តែអត់មានប្រភពទឹកបងប្អូនណាហើយនិយាយទៅតាំងពីដាំស្ដែកនេះតាំងពីដាំមកអត់ទាន់ត្រូវទឹកម្ដងទេអត់ទាន់មានភ្លៀងអីកក់ខែកក់អីមកប៉ះទេតែវាមានផ្លែហើយក៏ទុំបដើហើយអញ្ចឹងអាចប្រមូលផលបានអញ្ចឹងតោះទៅមើលស្ដែកទាំងអស់គ្នាមកស្ដែកមានតាណាទេនេះនៅហ្នឹងឯងទេតែចង់ឲ្យបងប្អូនដាក់កាមេរ៉ាឲ្យបងប្អូនឃើញឲ្យចំប្រអញ្ចឹងណាបាទបងប្អូនឥឡូវស្ដែកនេះដូចខ្ញុំបានបញ្ជាក់ប្រាប់បងប្អូនអញ្ចឹងថាវាអត់ទាន់បានប៉ះទឹកម្ដងទេដល់ពេលឡើងផ្លែមកក៏មានចៃមានអីដែរណាអញ្ចឹងនេះមានចៃមានអីដែរចៃច្រើនដែរហើយផ្ទៃដីដែលគាត់ដាំគឺប្រហែលជា1ហាត់បងប្អូនណា1ហាត់នេះទុំហើយណាទុំចឹងឯងបេះពេលព្រឹកចេះរៀងល្អួតបន្តិចនេះសិតទៅទុំហើយនេះពេលបេះអញ្ចេះយើងយកវាទៅដាក់ហាលទៀតមកយើងអាចឃើញក្របវាចឹងជាមួយខ្ញុំបកក្របឲ្យបងប្អូនមើលទៀតហើយសណ្ដែកនេះគេត្រូវការខ្លាំងណាស់បងប្អូនអរគ្នាត្រូវការច្រើនមែនតើមើលផ្កាវាក៏ដឹងដែរថាស្រស់ស្អាតប៉ុណ្ណាជីវិតបាទជីវិតមន្ត្រីកសិកម្ម agronomy បាទគឺចឹងឯងដើរមើលបែបហ្នឹងឯងហើយខ្ញុំដល់ស្រែកសិករតែម្នាក់ឯងទេនេះមើលនៅតាមទៅផ្ទះវិញទៅពិភាក្សាមួយគាត់ហើយគាត់មកបេះទាំងហើយណាក៏បានពូជខ្លះដែរហើយដោយសារតែគាត់ដាំហ្នឹងគឺរៀបដីអត់បានស្អាតបងប្អូនភ្ជួរតែម្ដងនេះមើលទៅដីអាចចំណាស់ប៉ុណ្ណាណៃនោះមើលនៅខាងនោះក៏ឃើញហ្នឹងអាចចំណាស់ដីនៅធំហ្នឹងនេះអញ្ចឹងកាលណាយើងរៀបដីអត់ស្អាតទេគឺស្ដែកក៏វាអត់លូតលាស់ទៅតាមហ្នឹងឯងអញ្ចឹងតែប៉ុណ្ណេះក៏យើងអាចបានពូជវិញខ្លះដែរអត់បញ្ហាទេ